នៅឆ្នាំ1996ដោយចាក់ខុវិស័យផ្ទះបាយនៃពិភពលោកចរិនភោគផាន់គ្រប់ទទួលបានការចាប់អារម្មណ៍ពីរាជរដ្ឋាភិបាលកម្ពុជាឲ្យចូលមកវិនិយោគទុនផ្នែកកសិឧស្សាហកម្មដើម្បីរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាក្នុងការផលិតចំណីអាហារគុណភាពសម្រាប់ទីផ្សារអន្តរជាតិដោយមានឈ្មោះថាក្រុមហ៊ុន CP Cambodia ចំកាត់យើងបានយកចិត្តទុកដាក់ទៅលើគុណភាពអនាម័យនិងអាហារូបត្ថម្ភនៃចំណីអាហារព្រមទាំងបង្កើតមុខរបរនិងបង្កើនគុណភាពជីវិតដ៏ល្អដល់ប្រជាជនកម្ពុជាធ្វើឲ្យមានអាជីពមានចំណូលអាចផ្គត់ផ្គង់ជីវភាពយ៉ាងប្រសើររយៈពេលនៃការធ្វើអាជីវកម្មកន្លងមក CP Cambodia បានគិតគូរដល់គោលការណ៍ប្រយោជន៍ទាំង3ប្រការដើម្បីនិរន្តរភាពដែលជានិច្ចកាលត្រូវពិចារណាដល់ 1. ប្រយោជន៍សម្រាប់ប្រទេសជាតិ 2. ប្រយោជន៍សម្រាប់ប្រជាជនក្នុងតំបន់ 3. ប្រយោជន៍ដើម្បីរក្សាតុល្យភាពក្រុមហ៊ុន CP Cambodia ធ្វើអាជីវកម្មកសិឧស្សាហកម្មនិងអាហារគឺតាំងពីកសិកររហូតដល់អតិថិជនដោយចាប់ផ្ដើមតាំងពី 1. អាជីវកម្មចំណីសត្វ CP Cambodia គឺជាក្រុមហ៊ុនឈានមុខគេខាងផលិតចំណីសត្វដែលមានគុណភាពយើងបានធ្វើការចម្រាញ់ជ្រើសរើសវត្ថុធាតុដើមប្រកបដោយគុណភាពទាំងនៅក្នុងនិងក្រៅប្រទេសហើយយកទៅចូលកម្មវិធីផលិតដែលទាន់សម័យគ្រប់គ្រងដោយប្រព័ន្ធកុំព្យូទ័រគ្រប់ដំណាក់កាលនៃការផលិតក្រៅពីនេះយើងមានបន្ទប់ពិសោធន៍និងបុគ្គលិកជំនាញដើម្បីត្រួតពិនិត្យគុណភាពចំណីសត្វឲ្យត្រឹមត្រូវទៅតាមគោលការណ៍អាហារូបត្ថម្ភសត្វនីមួយៗដូចនេះយើងជឿជាក់ថាចំណីសត្វរបស់ CP Cambodia មានប្រសិទ្ធភាពខ្ពស់ក្នុងការចិញ្ចឹមសត្វ 2. អាជីវកម្មចិញ្ចឹមសត្វ CP Cambodia បានអភិវឌ្ឍពូជសត្វដែលល្អរឹងមាំឆាប់ធំស័ក្តិសមសម្រាប់ការចិញ្ចឹមនៅក្នុងប្រទេសកម្ពុជាសត្វប្រភេទនីមួយៗត្រូវបានចិញ្ចឹមនៅក្នុងរូងបែបបិទជិតគ្រប់គ្រងលំហូរខ្យល់ដោយប្រព័ន្ធ Evaporative Cooling System ធ្វើឲ្យសីតុណ្ហភាពក្នុងរូងសមស្របនឹងការចិញ្ចឹមនាំឲ្យសត្វឆាប់ធំលូតលាស់បានល្អរឹងមាំនិងគ្មានជំងឺ CP Cambodia មានអាជីវកម្មចិញ្ចឹមសត្វ3ប្រភេទគឺជ្រូកយើងមានកសិដ្ឋានមេបាជ្រូកដែលផ្ដល់កូនច្រើនឆាប់ធំងាយស្រួលចិញ្ចឹមធន់នឹងជំងឺស័ក្តិសមសម្រាប់កសិករយកទៅចិញ្ចឹមបន្តដើម្បីបង្កើនកម្រៃបានមាន់យើងបានកែលម្អមេបាពូជដែលអាចភ្ញាស់កូនមាន់រឹងមាំធន់នឹងជំងឺនិងផ្ដល់ទិន្នផលខ្ពស់យើងមានមាន់សាច់មាន់ស្រុកមាន់ពងដែលអាចផ្ដល់ទិន្នផលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារនិងបង្កើនចំណូលឲ្យកសិករប្រកបដោយស្ថិរភាពសត្វទឹកដើម្បីឲ្យវិស័យកសិកម្មកាន់តែរីកចម្រើនទំនើបទាន់សម័យ CP Cambodia បានធ្វើអាជីវកម្មសត្វទឹកដើម្បីឆ្លើយតបទៅនឹងតម្រូវការអ្នកបរិភោគយើងមានពូជត្រីទីឡាបយ៉ាត្រីក្រហមត្រីប្រាបង្គាសវ៉ាណាម៉ាយនិងបង្កងដៃវែងជាដើមដោយឆ្លងកាត់ការចិញ្ចឹមតាមស្តង់ដារត្រូវតាមតម្រូវការទីផ្សារក្នុងស្រុក 3. អាជីវកម្មចំណីអាហារប្រែរូបCP Cambodia បានកសាងរោងចក្របំលែងសាច់ជ្រូកនិងសាច់មាន់ដែលមានស្តង់ដារដំបូងគេនៅកម្ពុជាប្រកបដោយឧបករណ៍ទំនើបទាន់សម័យគ្រប់គ្រងសីតុណ្ហភាពនិងរក្សាគុណភាពសាច់ជ្រូកនិងសាច់មាន់គ្រប់ដំណាក់កាលនៃការផលិតយើងជឿជាក់ថាសាច់ជ្រូកនិងសាច់មាន់ដែលយើងទទួលបានមានគុណភាពសម្រាប់អតិថិជនព្រមទាំងនាំយកទៅកែច្នៃជាអាហារផ្សេងៗដែលមានគុណភាពល្អស្រស់មានអនាម័យនិងសុវត្ថិភាពដល់អ្នកបរិភោគក្រៅពីនេះយើងនៅមានរោងចក្រផលិតអាហារប្រែរូបដែលទទួលស្គាល់ដោយស្តង់ដារអន្តរជាតិ GHP, HACCP និង Halal ដោយគ្រប់គ្រងគុណភាពគ្រប់ដំណាក់កាលនៃការផលិតផលទាំងអស់ត្រូវបានវេចខ្ចប់ក្រោមស្លាកសញ្ញា CP Brand និង Super Chase ដើម្បីលក់ទៅឲ្យភ្នាក់ងារចែកចាយទាំងនៅក្នុងផ្សារទំនើបនិងផ្សារទូទៅ 4. អាជីវកម្មលក់រាយនិងភោជនីយដ្ឋានCP Cambodia បានបើកដំណើរការ CP Fresh Mart ដែលមានទីផ្សារផ្គត់ផ្គង់ផលិតផលគុណភាពល្អដល់អតិថិជនក្រោមគោលការណ៍ស្រស់រាល់ថ្ងៃដឹកដល់ដៃអ្នកក្រៅពីនេះ CP Cambodia បាននាំយកអាជីវកម្ម Franchise ចូលមកដើម្បីជួយដល់ប្រជាជនកម្ពុជាឲ្យមានមុខរបរនិងអាចបង្កើនចំណូលផ្ទាល់ខ្លួននិងក្រុមគ្រួសារដូចជាអាជីវកម្ម CP Fresh Shop ជា Franchise លក់សាច់មាន់ស្រស់សាច់ជ្រូកស្រស់សុទ្ធនិងផលិតផលអាហារប្រែរូបដែលមានភាពស្រស់មានអនាម័យសុវត្ថិភាពដល់អ្នកបរិភោគអាជីវកម្ម Five Star ជាអាជីវកម្មលក់ផលិតផលសាច់មាន់ដូចជាមាន់បំពងប្រហិត Hot Dog ប៉ាតេជាច្រើនប្រភេទអាជីវកម្ម High Pork ជា Franchise ដែលលក់ផលិតផលពីសាច់ជ្រូកដែលមានអនាម័យសុវត្ថិភាពតម្លៃសមរម្យមានទាំងសាច់ជ្រូកបំពងសាច់ជ្រូកអាំងឈុតបាយនិងអាហារសម្រន់ផ្សេងៗជាច្រើនទៀតអាជីវកម្ម Star Coffee
ជា franchise លក់ភេសជ្ជៈរួមមានកាហ្វេតែនិងសូដាប្រកបដោយរសជាតិឆ្ងាញ់និងតម្លៃសមរម្យសមស្របនឹងអតិថិជនម្ចាស់អាជីវកម្មនីមួយៗដែលសហការនឹងទទួលបានការអប់រំពីក្រុមការងារជំនាញក្នុងការធ្វើផែនការអាជីវកម្មការគ្រប់គ្រងហាងនិងបច្ចេកទេសក្នុងការលក់ដើម្បីឲ្យអាជីវកម្មអាចដំណើរការបានយ៉ាងជោគជ័យក្រៅពីដំណើរការអាជីវកម្ម CP យកចិត្តទុកដាក់ក្នុងការបណ្ដុះបណ្ដាលបុគ្គលិកនិងជំរុញរាល់កិច្ចការជួយសង្គមតាមគោលនយោបាយផ្ដល់និរន្តរភាពចំណីអាហាររស់នៅក្នុងសង្គមសម្បូរហូរហៀរនិងសាងតុល្យភាពឲ្យបរិស្ថានធម្មជាតិ CP Cambodia មានសេចក្តីសោមនស្សរីករាយក្នុងការបង្កើតសេចក្តីសុខដល់ប្រជាជនកម្ពុជាព្រមទាំងរួមចំណែកជាកម្លាំងចលករក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យក្លាយជាអ្នកផលិតអាហារសុវត្ថិភាពសម្រាប់ទីផ្សារអន្តរជាតិតរៀងទៅ